អង្គុយសសខាចង់ធ្វើជា vlogger ឯណានៅសល់វីដេអូប៉ុន្មានកាលនៅស្រុកហ្នឹងគឺថតកាត់តឲ្យអ្នកទាំងអស់គ្នាបានមើលហ្មងសួស្ដីអ្នកទាំងអស់គ្នាខ្ញុំលីនដានេះជាវីដេអូកាលនៅស្រុកកាលពេលភ្ជុំណាសក់ដល់ថាពេលទៅស្រុកខ្ញុំធ្វើឲ្យខ្លាចកុំភ្លេចតាមណាទាំងអស់គ្នាយុគនោះមានមិនដេកกันណាបងប្អូនព្រោះសាស្អែកមិនស្អែកគឺឆ្លងហើយគេទៅស្រុកទៅភ្ជុំវិញចឹងញ៉ាំនេះលក់ឲ្យលើគឺថាមក5:21ណាបងប្អូនចង់ដល់ថាបើសិនជាខ្ញុំដេកពីលើស្តាខ្ញុំនឹងងើបម៉ោងប្រហែលតែអ្នកនរគ្នាមកឡើងចូលដល់ថ្ងៃ20ម៉ោង5:21ព្រឹកពីទៅគឺថាបានថតសកម្មភាពងើបពេលផឹកពីឌីគេអ្នកទាំងអស់គ្នាដោយសារតែម៉ោងគេកំពុងតែងើបហ្នឹងណាម៉ោងគេអាចនឹងងើបបដាហ្នឹងណាចាគឺថាខ្ញុំតំតែគេអញ្ចឹងគឺខ្ញុំដេកបានតែ1ម៉ោងទេម៉ោង7អីគឺខ្ញុំងើបទៅបដាស្រុកហើយស្រុកខ្ញុំហ្នឹងគឺនៅកោះសតិនកំពង់ចាមហ្នឹងហើយកន្លែងម្ដុំដែលខ្ញុំបានថតហ្នឹងគឺដំបងអាពេលដែលនេះហ្នឹងគឺទឹកឡើងខ្លាំងមែនតែនតែមិនស្រួលតាមពិតត្រូវទៅស្រុកយូរហើយប៉ុន្តែដោយសារទឹកឡើងទៅជីឡានទៅគាត់បានទេទៅជីសាឡានអញ្ចឹងណាឃើញបងក៏ដូចជាក្មេងៗអីគាត់ទៅហែលេងនៅម្ដុំហ្នឹងហើយក៏កាត់ចូលមកដល់ព្រៃអញ្ចឹងទៅតែបើតមកក៏បានមកដល់ស្រុកមកដល់ផ្ទះហ្មងហើយមានគាត់រាក់ទាក់ខ្លាំងមែនតែម្ដងឆ្លាតណាអ្នកទាំងអស់គ្នាបក់កតុយវិចនឹងកតុយគេនឹងបក់ល្វិចពេញហ្នឹងហ្មងខ្ជូតមែនតែហ្មងស្មានចុះមកខំតហើយនេះឃើញផ្កាក៏ថតទៅខ្ញុំឃើញផ្កាត្រេកអហ្មងហើយនេះដើមមកក្រោយផ្ទះយីរួមទៅមកស្រុកជីវិតដូចហេដេហ្មងអ្នកទាំងអស់គ្នានេះក៏ខ្ញុំឃើញចង្រិតកដោបហ្នឹងហើយកដោបមានតូចមានធំហ្មងនេះយីរួមទៅកដោបនេះខ្ញុំគាត់ចិញ្ចឹមទុកអីអញ្ចឹងណាខ្ញុំមិនដឹងចិញ្ចឹមទុកលក់ទុកញ៉ាំអីចឹងទៅហើយនេះទស្សនភាពនៅក្រោយផ្ទះអញ្ចឹងណាមានឆ្កាមានតំណាមានអីអញ្ចឹងណាអ្នកទាំងអស់គ្នាដើរថតឲ្យមើលអញ្ចឹងទៅមិនសូវណាស់ណាគាត់ថាឃើញធម្មជាតិចឹងទៅតែសប្បាយចិត្តស្រស់ស្រាយចឹងទៅយូរបានមកម្ដងឲ្យឃើញលហុងអ្នកទាំងអស់គ្នាឡើងមកចកោហ្មងនឹកឃើញអីគឺនឹកឃើញបុកលហុងហ្នឹងឯងរួមទៅបានមកស្រុកគឺតិចភ្នែកមួយដើមឈើបៃតងឬក៏ចិត្តបៃតងហ្នឹងហ្មងណាហើយនៅក្រោយផ្ទះខ្ញុំហ្នឹងមានដើមអាស័យមានអីអញ្ចឹងណាហើយនៅក្រោយទៀតហ្នឹងគឺមានស្រះទឹកហ្នឹងហើយហ្នឹងហើយដើមតបានមកហងភ្លៀងមកវូអាពេលមកហ្នឹងគឺមិនអត់មានថាសតុំអីណាគឺស្រឡះល្អឯម៉ែមានណាដើមតហ្នឹងអីភ្លៀងដេញហ្មងចាហើយនេះមានជាការបងខ្ញុំខំសង់ប្រាសាទអីហើយទឹកមកក៏បានរលីខ្ទេចអញ្ចឹងហើយបន្តមកទៅក៏ភ្លៀងហើយក៏មេឃស្រឡះវិញហើយយើងណាទាំងអស់គ្នាកន្លែងដើមឈើក៏ដូចជាស្លឹកឈើអីហ្នឹងណាគឺស្អាតខ្លាំងមែនតើហ្មងវាភ្លៀងហើយឃើញអាដើមឈើអីហ្នឹងវាស្រស់ស្រាយវាទៅស្អាតហ្មងនេះដូចផ្កានេះអីអញ្ចឹងណាឥឡូវនេះយាយខ្ញុំគាត់ដាក់អីគេទុកដំណាំអីគាត់ខ្ញុំអត់សូវដឹងដែររោងមុខផ្ទះនេះរោងមុខផ្ទះអញ្ចឹងណាគាត់ដើរមកមើលចង្រិតពេលភ្លៀងចង់ដល់ចង្រិតហ្នឹងវាមិនវាស្ងោលណាអ្នកនរគ្នាទៅចាប់ទាញគ្នាហើយនេះមន់ចាគឺថាមន់នេះគឺសបោចំណៃនេះហ្មងសម្រាប់មន់នេះវិញគឺគាត់ឆេលហ្មងទាំងមួយទាំងពីរហ្នឹងគឺឆេលមែនតែនជីវិតមន់ណាភ្លេចខ្លួនចាលោកបងនេះគឺគាត់ឡើងមកដល់មុខឡើងដល់ចដាលផ្ទះខ្ញុំតែម្ដងចុះតិចតខ្សោតមកអ្នកនរគ្នាខ្ញុំស្លាញ់ណាហើយតមកអង្គុយ relax អញ្ចឹងទៅវីដេអូយើងលឿនបន្តិចគេអ្នកនរគ្នាហើយមើលតាមហ្នឹងទៅនេះក៏កាត់ចូលដល់ល្ងាចនៅនេះ6អីគឺល្ងាចចាយប់អីនិយាយទៅយប់នៅម្ដុំនេះគឺអត់មានអីលេងទេបងប្អូនអើយអ៊ីនធឺណិតក៏អត់សូវមានហើយយើងញ៉ាំបាយញ៉ាំអីហើយចឹងទៅចាក៏ខ្ញុំធ្វើកាមមកឲ្យអ៊ីនមកធ្វើកញ្ចក់ធ្វើអីឲ្យអញ្ចឹងណាអត់មានអស់មរៀលទេព្រោះគាត់ជាងកញ្ចក់ចាហើយបន្តមកក៏លេងមួយបងអូនចដូនមួយខ្ញុំអញ្ចឹងទៅនិយាយទៅវាអូនមានតែប៉ុណ្ណាបងប្អូនចាំមើលឌីធូចាំដល់ហាមតំណាខ្លាំងអញ្ចឹងណាព្រោះប្លុកមានតែប៉ុណ្្នឹងអត់ចង់កាត់ច្រើនខ្លាចបងថយបាយបាយ